ខេត្តកំពង់ឆ្នាំងជាខេត្តភាគកណ្ដាលនៃប្រទេសកម្ពុជាដែលមានចម្ងាយប្រមាណជា90គីឡូម៉ែត្រពីរាជធានីភ្នំពេញនៅក្នុងភូមិអណ្ដងឫស្សីឃុំស្រែថ្មីស្រុករលាផ្អៀប្រជាពលរដ្ឋ40គ្រួសារក្នុងចំណោម400គ្រួសារចាប់អាជីពជាអ្នកស្មូនក្អមឆ្នាំងបន្តពីដូនតាដើម្បីរក្សាអត្តសញ្ញាណនៃខេត្តនេះកុំឲ្យបាត់បង់លោកយាយដុកសជាអ្នកស្មូនក្អមឆ្នាំងនៅទីនេះបានរៀបរាប់ថាការស្មូនក្អមឆ្នាំងនេះគាត់ចេះយ៉ាងស្ទាត់ជំនាញចាប់តាំងពីអាយុ12ឆ្នាំដោយមានការបង្ហាត់បង្រៀនពីម្ដាយហើយគាត់បានចាប់យកអាជីពនេះមកដល់បច្ចុប្បន្នខ្ញុំបន្តពីម្ដាយខ្ញុំមកគឺថាមិនឲ្យបាត់ជនជាតិរបស់នៃខ្មែរយើងខេត្តកំពង់ឆ្នាំងត្រូវតែមានក្អមឆ្នាំងតាំងពីដូនតាមកដឹងប្រមាណហើយពាន់ចំណានហើយគេអត់ឲ្យបាត់ទេមើលតែគេតាំងនៅកន្លែងដីផ្លូវទៅផ្លូវអាស៊ានដឹងហើយចាដីក្អមឆ្នាំងជាច្រើនបានយកមកស្តុបទុកក្នុងបេក្រោយផ្ទះទុកស្មូនធ្វើក្អមឆ្នាំងជាបន្តបន្ទាប់ដើម្បីស្មូនក្អមឆ្នាំងត្រូវមានសម្ភារៈដូចជាដីក្អមឆ្នាំងស្កាតថ្មមានរាងមូលស្រួចចុងជាប្រដាប់ទប់ដៃនិងមកកធ្វើពីឫស្សីសម្រាប់វាយឲ្យចេញជារាងក្អមកាប់ដីយកមកដល់ត្រាំទឹកហើយយកមកដល់លាយជាមួយស្កាតឲ្យដឹងស្អិតស្កាតឲ្យបានជាចាប់ផ្ដើមខ្ញុំផ្ដុំទៅចាប់ផ្ដើមខ្ញុំធ្វើទី1ខ្ញុំហាស់មាត់ធ្វើទី2ខ្ញុំបើកជារៀងធ្វើទី3គឺខ្ញុំហុំផ្ចិតដោយការស្ទាត់ជំនាញនិងរស់នៅក្នុងតំបន់ដែលមានប្រពៃណីស្មូនក្អមឆ្នាំងបែបនេះលោកយាយអាចផលិតក្អមបាន20ក្នុងមួយថ្ងៃក្អមដែលស្មូនរួចបានដាក់ហាលនៅខាងមុខផ្ទះឲ្យស្ងួតរងចាំថ្ងៃដុតមកដល់ក្នុងមួយថ្ងៃខ្ញុំធ្វើបាន20ហើយធ្វើបាន20ក្នុងមួយខែខ្ញុំដុតម្ដងនឹងតាំងពីសបើងគឺរកឲ្យបានស្រេចបានដុតមិនមែនចេះតែដុតទេណាចៅយកមកដាក់កស្រេចហើយបានចាប់ផ្ដើមជូនចេញមកហាលតែហ្មងហើយបើខ្ញុំអត់ទាន់បានដុតខ្ញុំហត់ទៅយកលុយនៅកន្លែងស្តង់គេឲ្យដូចថាទៅយកប្រមាណ50000ហើយគូ60000អញ្ចឹងគេឲ្យយកមកទិញដីឬមួយក៏ទិញមកហូបអីហូបអញ្ចឹងដល់ពេលដុតហើយគេមកហប់យកក្អមទៅណាចៅឲ្យគេហប់ទៅសល់ប្រមាណបានគេឲ្យមកខ្ញុំមកលោកយាយបានបន្ថែមថាមុខរបរមួយនេះអាចរកថវិកាមកផ្គត់ផ្គង់គ្រួសាររបស់គាត់បានជាពិសេសមានភ្ញៀវទេសចរមកជាហូហែដើម្បីទស្សនាការធ្វើក្អមឆ្នាំងនិងទិញក្អមឆ្នាំងក៏ដូចជាវត្ថុអនុស្សាវរីយ៍ផ្សេងៗដែលលោកយាយបានដាក់លក់ដូចថាភ្ញៀវបរទេសអញ្ចឹងគេមកអញ្ចឹងគេជួយទិញតែតើបើជួនទៅបាន3រៀលជួនទៅបាន2រៀលអញ្ចឹងទៅប៉ុន្តែគេអាណិតបងខ្ញុំពីការនោះចាគេនិតបងខ្ញុំពីការនោះគេចេះតែជួយមកអញ្ចឹងទៅណាចៅហើយក្នុងមួយខែនោះមួយខែដែលដាក់នោះមិនមែនតែខ្ញុំទេ4-5នាក់សេតតែបងប្អូនបកកើតដូនចាស់កំពុងវិចខ្ចប់ក្អមឆ្នាំងនិងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៅឲ្យភ្ញៀវទេសចរមួយក្រុមដឹកនាំដោយលោកអានសុភ័ក្រដែលជាមគ្គុទ្ទេសក៍ទេសចរឆ្លៀតពេលធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំងបានឈានចូលផ្ទះធ្វើក្អមឆ្នាំងដើម្បីបង្ហាញពីវប្បធម៌របស់ខ្មែរទៅកាន់ភ្ញៀវទេសចរតាមពិតមិនមែនតែមួយផ្ទះពីរផ្ទះ3ផ្ទះទេច្រើនផ្ទះណាស់ដែលពីជននៅនេះគឺពីច្រើនគាត់ធ្វើក្អមឆ្នាំងអញ្ចឹងប៉ុន្តែខ្ញុំសម្រេចរើសផ្ទះគាត់នេះដោយសារយើងឃើញជីវភាពគាត់ខ្វះខាតហើយគាត់អាចធ្វើអ្វីដែលជាគេមកដកបន្តពីឪពុកម្ដាយមកដល់កូនចៅហើយយើងអាចនាំមកជាទេសចរអាចទិញរបស់គាត់ទុកជាវត្ថុអនុស្សាវរីយ៍ហើយបង្ហាញទៅប្រជាជនគាត់មកពីអឺរ៉ុបឬក៏អាមេរិកអូស្ត្រាលីអញ្ចឹងទៅណាក្នុងដំណើរកម្សាន្តនៅប្រទេសកម្ពុជាបាននាំផ្លូវប្តីប្រពន្ធជនជាតិបារាំងមួយគូធ្វើដំណើរមកកាន់ភូមិអណ្ដងឫស្សីដែលល្បីពីការធ្វើក្អមឆ្នាំងដោយដៃខុសប្លែកពីអ្វីដែលអ្នកទាំងពីរធ្លាប់បានឃើញពីមុនមក For us it's very nice to be here to see how they create such pot and to know all the history of the family of the country so it's a great pleasure yes. អ្វីត្បិតតែរបរធ្វើក្អមឆ្នាំងនេះមិនសូវទទួលបានការចាប់អារម្មណ៍ប៉ុន្តែលោកយាយដុកសលើកទឹកចិត្តឲ្យក្មេងជំនាន់ក្រោយថែរក្សាកេរមរតករបស់ដូនតាឲ្យបានគង់វង្សក្មេងៗជំនាន់ក្រោយនេះធ្វើម៉េចតស៊ូកុំឲ្យបាត់បង់ចំណានជាតិដើមតស៊ូឡើង